ចា hello ជំរាបសួរថ្ងៃនេះខ្ញុំឆាមីចាខានឆាយូរហើយរូបមន្តឆាមីនេះគឺខ្ញុំរៀនតាំងពីយូរហើយប៉ុន្តែអត់ដែលឆាចាអូខេឥឡូវនេះថ្ងៃនេះគឺគិតថាយករូបមន្តហ្នឹងមកសាក់លបងមើលតាពួកឯងខ្ញុំតែរៀនពីគេបន្តិចអញ្ចឹងណាហើយយើងមើលតាម YouTube មើលអីចឹងទៅចាមុនបងយើងយកកាទៀវមកក្តាប់ធំចាហើយសកួរទុកណាយើងយកកាទៀវដែលគេធ្វើកាទៀវហ្នឹងដូចថាធ្វើហ្វាល់ធ្វើអីហ្នឹងយើងយកមកក្តាប់ធំដាក់ក្នុងចានមកនេះទុកសិនទៅណារួចហើយយើងដាំទឹកឲ្យពុះកន្លះឆ្នាំងដាំទឹកកន្លះឆ្នាំងឲ្យពុះហើយយើងដាក់កាទៀវនឹងចូលទៅយើងដាក់កាទៀវយើងចូលទៅយើងកូរវា2-3នាទីរមមទៅកាទៀវនឹងមើលទៅឃើញរាងទន់រួចហើយបានយើងចាក់មកចូលក្នុងចានមកដល់ពេលហ្នឹងយើងក៏ចាប់ផ្ដើមបើកទឹកត្រជាក់លាងវាហើយនឹងបបែកអាកាទៀវនឹងឲ្យដាច់ឲ្យចេញពីគ្នារួចហើយយើងសម្រិតទឹកចឹងទៅហើយយើងទុកមកកន្លែងសិនណាអូខេឥឡូវយើងមកងាកមកឆាវិញម្ដងដល់ពេលហ្នឹងយើងមានខ្ទឹមបារាំងមួយខ្ទឹមបារាំងយើងចាត់វាជាយើងពុះវាជា2ហើយចាត់វាជាចំណិតវែងប្រទេសវែងណាហើយនឹងឥឡូវនេះយើងយកខ្ទឹមបារាំងហ្នឹងទុកមកកន្លែងសិនហើយនឹងរៀងដំខ្ទឹម5មើមដំឲ្យស្ប៉ែតរួចហើយ5កំពឹសសំទោសមិន5មើម5កំពឹស5កំពឹសមានន័យថាវា 5 garlic clove មានន័យថាយើងត្រូវដំឲ្យវាស្ប៉ែត5កំពឹសហ្នឹងហើយយើងច្រាំវាឲ្យម៉ត់ហើយទុកមកកន្លែងសិនរួចហើយបានយើងងាកមកប្រុងប្រៀបដូចថាមានស្លឹកខ្ទឹមផងដែរស្លឹកខ្ទឹមមួយដើមទេហើយយើងលាងទឹកហើយយកស្អាតចឹងទៅពួកអីវាមើមដើមវាធំដែរមកដើមហ្នឹងហើយវាវែងចឹងវាធំហើយវែងហើយយើងកាត់វាជាកង់ចឹងទុកវាមកកន្លែងផងដែរចាហើយរួចហើយយើងក៏ចាប់ផ្ដើមដាក់ខ្ទះយើងឲ្យវាត្រឹម low heat ចឹងទៅណាដាក់ខ្ទះត្រឹម low heat ហើយរួចក៏បើកភ្លើងកុំឲ្យដូចថាខ្ពស់ពេកពួកយើងចាប់ផ្ដើមមុនដំបូងខ្លាញ់យើងដាក់ខ្លាញ់ផាជា3ទៅ4ស្លាបព្រាប៉ុណ្ណឹងឯងចារួចហើយយើងក៏ចាប់ផ្ដើមយកខ្ទឹមសយើងដែលយើង5កំពឹសហ្នឹងយើងចែករំលែកជា2ផ្នែកយើងយកប្រហែលជាខ្ទង់2ទៅ3កំពឹសប៉ុណ្ណឹងឯងចាដូចតែយើងច្រាំម៉ត់ហើយយើងយកមកដាក់បំពងខ្លាញ់នឹងឲ្យវារៀងពងកឡាតបន្តិចទៅរួចហើយបានយើងចាប់ផ្ដើមយកខ្ទឹមបារាំងវាមានទាំងអស់ទាំងប្រាំងមួយឥឡូវយើងជួមកយើងបន្ទាប់ពីយើងកាត់វាជាប្រទេសវែងចឹងទៅយើងយកមកផ្នែកមកចាយើងរំលែកវាជា3ផ្នែកយើងយកមកផ្នែកយើងយកមកឆាជាមួយខ្ទឹមបំពងនឹងរួចហើយបានយើងចាប់ផ្ដើមដាក់កាទៀវយើងចាកាទៀវខ្ញុំភ្លេចប្រាប់កាទៀវហ្នឹងយើងត្រូវលាយជាមួយទឹកស៊ីអ៊ីវនេះផងដែរចាលាយទឹកស៊ីអ៊ីវផាយើង4-5 ឈុចចឹងទៅ4-5 ឈុចហើយផាខ្ទង់3ទៅ5ស្លាបព្រាបាយកុំឲ្យច្រើនពេកពួកឯងកុំឲ្យវាពណ៌ខ្មៅពេកណាបើសិនត្រឹម3ស្លាបព្រាបាយប៉ុណ្ណឹងបានហើយរួចហើយបន្ទាប់មកយើងដាក់ខ្លាញ់បន្តិចផងដែរយើងលាយខ្លាញ់ហើយនឹងទឹកស៊ីអ៊ីវនឹងលាយចូលគ្នាដើម្បីឲ្យវាមានពណ៌កឡើងក្លោអញ្ចឹងមើលពណ៌ស្អាតណារួចហើយបន្ទាប់មកទៀតបានយើងចាប់ផ្ដើមដាក់ចូលទៅក្នុងឆ្នាំងឆាដែលយើងឆាខ្ទឹមហើយនឹងខ្ទឹមបារាំងមិញយើងកូរវា2-3សាអញ្ចឹងទៅឲ្យវាចូលជាតិអញ្ចឹងទៅហើយដល់ពេលហ្នឹងក៏យើងមានស្លឹកខ្ទឹមយើងដាក់បន្តិចផងដែរចាផាជាមកស្លឹកខ្ទឹមយើងយកមកផ្នែកតូចមកបើស្លឹកខ្ទឹមពួកឯងយើងត្រូវរំលែកវាជា2ផ្នែកចាយើងយកមកចាហៀងមកផ្នែកមកយើងដាក់លាយជាមួយកាទៀវហ្នឹងចារួចហើយបានបន្តមកយើងដាក់ចូលទៅក្នុងចានមកហើយដាក់ចូលក្នុងចានមកហើយយើងចាប់ផ្ដើមបំបែកវាឲ្យដាច់ពីគ្នាកុំឲ្យវាជាប់គ្នាហើយសម្ដិលទុកវាឲ្យនៅនឹងតោះឲ្យវានៅយូរនៅលើក្នុងចានមកហ្នឹងចាយើងដាក់ឲ្យវារៀងវែកវាចឹងឲ្យវា
វារៀងដាច់ពីគ្នាចាអូខេឥឡូវយើងយកខ្ទះហ្នឹងលាងទឹកចាលាងទឹកហើយយើងយកមកដាក់លើចក្រានវិញដែរដាក់លើចក្រានវិញដែរពេលនៅពេលហ្នឹងយើងចាប់ផ្ដើមឃើញខ្ទះយើងក្តៅល្មមហើយយើងដាក់ខ្លាញ់ទៅ3ស្លាបព្រា3ស្លាបព្រាអីបានហើយចឹងដាក់ចាប់ផ្ដើមនៅពេលហ្នឹងហើយយើងយកខ្ទឹមសដែលយើងនៅសល់មកចាហៀងនៅពាក់កណ្ដាលណាខ្ទឹមសទាំងអស់វា5កាពឹសយើងមិនយើងឆាអស់ពាក់កណ្ដាលដល់សល់ពាក់កណ្ដាលយើងយកមកឆាជាមួយសាច់នេះចាយើងយកមកបំពងឲ្យវាឡើងពងកន្លាតហើយយើងដាក់ខ្ទឹមបារាំងចាខ្ទឹមបារាំងមកផ្នែកទៀតចាព្រោះឯខ្ទឹមបារាំងយើងរំលែកវាជា3ផ្នែកណាឥឡូវយើងយកមកផ្នែកមកដាក់ជាមួយខ្ទឹមបំពងនេះហើយយើងឆាសាច់កតិចសាច់កតិចហ្នឹងយើងរបៀបថាសាច់គេកិនហើយមកពីផ្សារចាយើងយកសាច់កតិចហ្នឹងមកឆាចាអ្នកខ្លះគេដាក់សាច់ជ្រូក3ជាន់អញ្ចឹងប៉ុន្តែខ្ញុំថាដូចមិនបាច់ទេសាច់កតិចក៏អាចប្រើការបានដូចគ្នាហើយនឹងអ្នកខ្លះគេប្រើសាច់សុទ្ធអញ្ចឹងណាប៉ុន្តែសាច់កតិចនេះវាមានលេខខ្លាញ់ចាវាមិនសូវជាខ្លាញ់ច្រើនពេកហើយនឹងបើសិនជាយើងយកសាច់ជ្រូក3ជាន់អានឹងដូចខ្លាញ់ល្ងើមខ្លាំងពេកចាដល់ប៉ុន្តែដល់ពេលសាច់នេះវាមានខ្លាញ់មានសាច់អីចឹងជាមួយគ្នាចឹងល្អម្យ៉ាងដែរចាយើងឆាវាចឹងទៅឆាឡើងឆាចោលតឡើងវាចង់ក្រៀមខ្ទឹមបារាំងក៏ក្រៀមហើយនឹងសាច់ជ្រូកក៏ក្រៀមរួចហើយក៏យើងដាក់ចូលមកក្នុងចានម៉ាងហ្នឹងនៅពេលហ្នឹងយើងមានយើងមានកាទៀវនៅក្នុងនឹងស្រាប់យើងកាទៀវយើងឆ្អិនមិញយើងធ្វើហើយយើងធ្វើកាទៀវមុនហើយយើងបន្ទាប់មកយើងដាក់សាច់លើនឹងទៅហើយនឹងឥឡូវយើងយកខ្ទះដាល់ឡើងមកទៀតយកម្ដងនេះគេយើងបើកភ្លើងរហូត low heat ដដែលហើយយើងដាក់ខ្លាញ់ថាមួយស្លាបព្រា2ស្លាបព្រាបាយទៅបានហើយព្រោះអីខ្លាញ់ហ្នឹងនៅពេលហ្នឹងនឹងខ្ទះនៅពេលហ្នឹងវាចាប់ផ្ដើមល្ងើមែនតើណាហើយនឹងនៅពេលហ្នឹងយើងដាក់ឆាតែខ្ទឹមបារាំងទេខ្ទឹមបារាំងទាំងអស់វាមានមួយឥឡូវយើងឆាមកចាហៀងទៀតព្រោះអីពីរផ្នែកមុនយើងឆាមកផ្នែកជាមួយសាច់មកផ្នែកជាមួយកាទៀវដល់ឥឡូវនៅសំទឹកខ្ទឹមបារាំងមកចាហៀងយើងឆាវាឲ្យរៀងសពប់មែនទេហើយបើយើងដាក់ស្ដាច់បដោះយើងប្រើប្រហែលជាកន្លះចានកូនចាននេះឯងណាប្រហែលជាមួយក្តាប់ធំហើយយើងលាងទឹកពីហើយស្រេចណាលាងទឹកសម្រស់រួចហើយចាយើងដាក់ចូលទៅឆាជាមួយខ្ទឹមបារាំងឲ្យឡើងសពប់មែនតើព្រោះអីវាឆាប់ឆ្អិនណាស្ដាច់បដោះនៅពេលនេះយើងនៅពេលវាឃើញវាសពប់អញ្ចឹងហើយយើងដាក់វាចូលទៅក្នុងខ្ទះហ្នឹងហើយយើងមាននៅពេលហ្នឹងយើងមានកាទៀវយើងមានសាច់ហើយនឹងស្ដាច់បដោះចូលគ្នាសហការគ្នាគឺថាយើងកូរវាឡើងដូចថាយើងជ្រាវវាឡើងឲ្យវាទៅសោះដាច់ពីគ្នាអញ្ចឹងណាហើយវាទាញវាឡើងដាច់ពីគ្នាចាមកអញ្ចឹងតែពួកអីកុំឲ្យវាជាប់គ្នាស្អាតណាកុំឲ្យវាស្អាតជាប់គ្នាចានៅពេលហ្នឹងមើលទៅឃើញស្អាតចាមើលទៅដូចថាវាហាក់ដូចយើងល្មមទៅចង់ញ៉ាំហើយគួរចង់ញ៉ាំចាតែប៉ុណ្្នឹងបានហើយនឹងយើងមានទឹកត្រីផ្អែមមកញ៉ាំមួយទឹកត្រីផ្អែមចាដូចរបៀបគេញ៉ាំមីកាឡាយើងណាប៉ាន់មីកាឡាគេអត់មានដាក់សាច់អញ្ចឹងទេគេប្រើពងទាខ្ញុំនៅអូនចូលចិត្តពងទាផងញ៉ាំយូរម្ដងអញ្ចឹងខ្ញុំចូលចិត្តសាច់វិញចាអូខេអញ្ចឹងខ្លាជាមីបាត់ហើយស្តៀងមីកាឡាបន្តិចដែរស្តៀងមីកាឡាប៉ុន្តែវាមិនមីកាឡាចំទេហើយនេះក៏របៀបដែលថាយើងធ្វើវាអញ្ចឹងទៅវាមិនសូវដែលថាជាប់គ្នាដែលថាកាទៀវយើងវាជាប់គ្នាចាដល់ពេលយើងធ្វើវាពីបេតុងអញ្ចឹងហើយតែវានៅដាច់ពីគ្នាអញ្ចឹងវាល្អដែរហើយគួរចង់ញ៉ាំហើយយើងញ៉ាំមួយទឹកត្រីផ្អែមអូខេអរគុណច្រើនហើយនឹងអូយ៉ាខ្ញុំភ្លេចគិតថាយើងត្រូវដាក់ជីវ៉ាន់ស៊ុយផងដែរចាជីវ៉ាន់ស៊ុយដាក់ក្រោយគេបង្អស់ចានៅពេលគ្រឿងក្រៅអស់នឹងវាដូចថាវាហើយណាដូចថាយើងឆារួចសពគ្រប់អស់ហើយបានយើងដាក់ជីវ៉ាន់ស៊ុយនឹងចូលចាជីវ៉ាន់ស៊ុយនឹងគ្រាន់តែដាក់ជីវ៉ាន់ស៊ុយថាមុនមួយគ្រាន់តែដាក់ជីវ៉ាន់ស៊ុយហើយគឺចប់ហើយអូខេយើងអាចចាប់ផ្ដើមទទួលទានបានណាដល់ពេលហ្នឹងចាអូខេចាអរគុណច្រើនសូមបានសុខសប្បាយអូខេ Happy long weekend thank you